នាងបានជ្រាបស្រាប់ហើយអំពីអង្គការ KDO យើងចាប់ផ្ដើមកម្មវិធី podcast ភាគទី1ដែលមានលោកម៉ៃតតារាដែលលោកបានមកទស្សនកិច្ចនៅខាងអូស្ត្រាលីនេះយើងក៏បានឆ្លៀតឱកាសជួបអ្នកសារព័ត៌មានដែលធ្លាប់ទៅសេអត្ថបទល្បីល្បាញនិងទទួលបានពានរង្វាន់អន្តរជាតិជាច្រើនពីខាងសារព័ត៌មានល្បីៗមួយចំនួនហើយបន្ទាប់នេះគឺអង្គការវិជាធិបតេយ្យខ្មែរយើងមានកិត្តិយសមែនទែនដែលពីមុនបានជួបលោកថាថៃគឺជាអតីតអ្នកដែលធ្លាប់និយាយព័ត៌មានអាស៊ីសេរីដែលមានប្រជាប្រិយភាពមួយឥឡូវប្អូនបានមកដល់ទីនេះហើយក្នុងនាមអង្គការវិជាធិបតេយ្យខ្មែរហ្នឹងគឺយើងបានអញ្ជើញបងអូនជាវាគ្មិនបាទហើយបងអូនថៃក៏អញ្ជើញមកហើយក្នុងន័យនេះខ្ញុំមានកិត្តិយសមែនទែនក្នុងបានជួបបងអូនហើយពេលនេះក៏ចង់ដឹងថាស្ថានភាពដោយសារតែរឿងប្រជាធិបតេយ្យនេះសេរីភាពសារព័ត៌មានអំណាចនៃសារព័ត៌មានសំខាន់ណាស់ជាអំណាចទី4ដែលផ្ដល់ឲ្យពលរដ្ឋនោះបានដឹងពីការពិតដឹងព័ត៌មានពិតដើម្បីយកទៅត្រេះគិតការក្នុងការសម្រេចទៅលើនយោបាយទៅលើរស់នៅក្នុងសង្គមឯជាដើមអញ្ចឹងវាជាចំណេះដឹងមួយដែលសំខាន់អញ្ចឹងខ្ញុំក៏ដូចជាប្រិយមិត្តដែលធ្លាប់តាមដានថៃនៅលើទំព័រអាស៊ីសេរីហើយខ្ញុំក៏ជាវាគ្មិនរបស់អាស៊ីសេរីដែរប៉ុន្តែឥឡូវនេះខ្ញុំខ្លាចបាទឥឡូវខ្ញុំបានអញ្ជើញបងថៃជាវាគ្មិនបាទ KDO ម្ដងដូរផ្លាស់គ្នាដូរផ្លាស់បាទពីអ្នកកសែតសពសភាបាទប្រធានអង្គការឥឡូវប្រធានអង្គការស្មានតែម្ដងបាទកលាប់ចាលអញ្ចឹងវាធ្វើឲ្យមានការប្រែប្រួលខ្លះដើម្បីឲ្យបងប្អូនបានដឹងថាតើយើងមើលឃើញយ៉ាងម៉េចណាកុំឲ្យថាអត់ពីសារព័ត៌មានឬក៏អត់បានធ្វើទៅយើងក៏គិតថាបំភ្លេចចោលអំពីដំកតិឬក៏មនសិការរបស់យើងសម្រាប់ប្រទេសជាតិយើងបំភ្លេចចោលយើងអត់ខ្វល់ដូចយ៉ាងម៉េចអញ្ចឹងចង់ឲ្យថៃមើលវិញមើលក្នុងរយៈកាលដែលយើងថ្មីរយៈកាលថ្មីនេះថៃបានដឹងថាសង្គ្រាមមកផ្លែតនៅក្នុងប្រទេសយើងដូចប្រទេសថៃជិតខាងហ្នឹងហើយនឹងស្ថានភាពព័ត៌មានដែលយើងមើលឃើញថាពលរដ្ឋហាក់ដូចជាមានការបំពុលច្រើនមានរឿងច្រើនដែលពលរដ្ឋពិបាករកប្រភពដែលអាចទុកចិត្តដើម្បីស្ដាប់នេះជាដើមអញ្ចឹងចង់ដឹងពីជ្រុងថៃធ្លាប់ធ្វើជាអ្នកសារព័ត៌មានបើសិនជាថៃជាអ្នកសារព័ត៌មាននៅក្នុងកលៈទេសៈហ្នឹងពីមុនឬក៏ក្នុងពេលហ្នឹងក្រោយពេលហ្នឹងតើថៃគួរតែធ្វើអ្វីគឺក៏អ្នកសារព័ត៌មានហ្នឹងគាត់ត្រូវធ្វើអីដើម្បីឲ្យពលរដ្ឋគាត់មានការពេញចិត្តនៅក្នុងការតាមដានទៅលើព័ត៌មានក៏ជឿជាក់ទៅលើព័ត៌មានហ្នឹងបាទអរគុណបងដែលសម្រាប់ព័ត៌មានយ៉ាងនេះអរគុណមែនតើហើយជំរាបសួរបងប្អូនទាំងអស់គ្នាម្ដងទៀតបាទនៅនេះខ្ញុំនិយាយនេះគឺឥឡូវហ្នឹងខ្លាចទៅជាវាគ្មិនម្ដងហើយពីមុនធ្លាប់តែជាអ្នកកសែតសម្ភាសគេហើយអញ្ជើញគេមកធ្វើជាវាគ្មិនធ្វើ podcast ហើយយើងទៅធ្វើបទសម្ភាសយើងទៅក្នុងក្របខ័ណ្ឌអាស៊ីសេរីឥឡូវហ្នឹងគឺតាំងពីអាស៊ីសេរីយើងបានកាត់បន្ថយបុគ្គលិកធ្វើការទៅដោយសារយើងមានបញ្ហាផ្ដាច់ជំនួយពីខាងរដ្ឋាភិបាលអាមេរិកហ្នឹងបាទអញ្ចឹងទៅឥឡូវនេះខ្ញុំគឺជាអ្នកសារព័ត៌មានសេរីដែលមិនអត់ចំណុះនៅក្រៅខណ្ឌណាទេបាទគឺចិត្តនៅតែចង់ធ្វើជាអ្នកព័ត៌មាននៅជាអ្នកព័ត៌មានតែប៉ុន្តែអត់ចំណុះស្ថាប័នណាមួយហ្នឹងហើយបងអរគុណច្រើនហើយចាប់អារម្មណ៍អង្គការបងដែលបានបង្កើតកម្មវិធី podcast នេះឡើងដោយដាក់ចំណងជើងថាតោះនិយាយរឿងជាតិជារឿងដែលគួរចាប់អារម្មណ៍មែនទែនហើយខ្ញុំទៅជាវាគ្មិនទី2ទី1ក៏ជាអ្នកកសែតបងម៉ៃទឹកថារ៉ាដែលគាត់បានមកគាត់លេងនៅទីក្រុង Melbourne ប្រទេសអូស្ត្រាលីហ្នឹងហើយឥឡូវនេះខ្ញុំម្ដងជាអ្នកកសែតដែរអញ្ចឹងអ្នកកសែតទៅជាធ្វើវាគ្មិនហើយដល់ពេលអង្គការដែលធ្លាប់ទៅជាវាគ្មិនឥឡូវទៅជាអ្នកសម្ភាសសួរម្ដងជារឿងចម្លែកមួយបាទបញ្ហានេះវាដោយសារថាបាទរយៈចុងក្រោយនេះយើងអ្នកកសែតដែលធ្លាប់ទៅធ្វើការងារអាជីពជាអ្នកកសែតអីហ្នឹងគឺយើងរងផលប៉ះពាល់យើងមិនអាចធ្វើការងាររបស់ខ្លួនបានពេញលេញដូចមុនទេបាទនៅក្នុងស្រុកទៅគឺថាត្រូវបានរដ្ឋាភិបាលកម្ពុជានឹងដាក់សម្ពាធធ្វើទុកបុកម្នេញដែលយើងមិនអាចធ្វើការបានទេហើយឥឡូវហ្នឹងក៏ប្រឈមទៀតនៅពេលដែលស្ថាប័នសារព័ត៌មានដែលទទួលបានជំនួយពីរដ្ឋាភិបាលអាមេរិកអីចឹងទៅដែលយើងធ្វើការកន្លងមកហ្នឹងក៏ផ្ដាច់ទៀតដូច្នេះយើងកាន់តែការងារយើងកាន់តែរងផលប៉ះពាល់ដែរបាទសម្រាប់ខ្ញុំក្នុងនាមជាអ្នកកសែតធ្លាប់បំពេញការងារជាអ្នកកសែតកន្លងមកនេះមែនតើនៅក្នុងពេលដែលស្រុកទេសយើងមានបញ្ហា
រឿងសង្គ្រាមរយៈពេលប្រហែលថ្ងៃឬកម្ពុជាថៃហ្នឹងមិនតាមដល់ព្រំដែនទេតាមពិតក្នុងនាមជាអ្នកកសែតយើងសោកស្ដាយមែនទែនបងយើងអត់អាចបំពេញការងាររបស់ខ្លួនបានដូចមុនបាទយើងអត់អាចបំពេញការងាររបស់ខ្លួនដូចមុនទៀតហើយខ្ញុំគិតថាតាមពិតក្នុងពេលដែលប្រទេសយើងកំពុងមានបញ្ហាសង្គ្រាមអីបែបនេះចលាចលបែបនេះតាមពិតអ្នកសារព័ត៌មាននឹងដើរតួសំខាន់មែនទែនសំខាន់ណាស់បាទបងយល់ស្របឡើងបាទដល់ពេលយើងអត់អញ្ចឹងទៅយើងឃើញហើយមករយៈចុងក្រោយនេះពលរដ្ឋបាត់បង់សិទ្ធិទទួលបានព័ត៌មានដែលត្រឹមត្រូវនឹងហើយយើងឃើញហើយនៅពេលដែលយើងអ្នកព័ត៌មានដែលមានអាជីពធ្វើការងារត្រឹមត្រូវហ្នឹងអាចធ្វើការងាររបស់ខ្លួនបានពេញលេញយើងឃើញថាទៅជាក្រុមមនុស្សអ្នកដែលមិនមានអាជីពច្បាស់លាស់ក្នុងសារព័ត៌មានហ្នឹងគាត់ទៅជាលេចធ្លោទៅវិញគាត់ទៅជាបុគ្គលលេចធ្លោគេដូចជាក្រុមអង្គអ្នកដែលរកលុយតាមអនឡាញហ្នឹងគាត់ដើរតួនាទីហ្នឹងទៅជាអ្នកកសែតឲ្យលេចធ្លោទៅវិញហើយពេលខ្លះការផ្សព្វផ្សាយរបស់គាត់វាទៅជាព័ត៌មានខ្លាំងខ្លាយទៅជាការបំពុលវល់នៅក្នុងសង្គមយើងមិនអញ្ចឹងយើងឃើញទេបងវល់វាក់ឲ្យរឿងពុលនៅក្នុងរឿងព័ត៌មានខ្លាំងខ្លាយនេះមិនមែនតែយើងពលរដ្ឋធម្មតាទេពេលខ្លះទាំងមេដឹកនាំក៏ពុលនឹងរឿងព័ត៌មានខ្លាំងខ្លាយដែរបាទហើយបើយើងមានអ្នកសារព័ត៌មានឯករាជ្យធ្វើការងារអាជីពត្រឹមត្រូវមែនទែនខ្ញុំជឿថាបានជួយច្រើនណាស់ពីព្រោះទូនាទីរបស់អ្នកសារព័ត៌មានដែលមានអាជីពត្រឹមត្រូវឯករាជ្យត្រឹមត្រូវហ្នឹងគឺគាត់នឹងចុះទៅស៊ើបអង្កេតបាទដោយផ្ទាល់មានប្រភពអីត្រឹមត្រូវយកមកផ្សព្វផ្សាយយើងទៅហើយយើងធ្វើឲ្យរដ្ឋាភិបាលឬក៏អ្នកកាន់អំណាចហ្នឹងមានការទទួលខុសត្រូវបាទធ្វើឲ្យសង្គមហ្នឹងវាមានតម្លាភាពវាមានយុត្តិធម៌វាមានប្រជាធិបតេយ្យវាមានសេរីភាពអីយ៉ាងទៅនៅពេលដែលយើងអត់មានអ្នកសារព័ត៌មានអាជីពត្រឹមត្រូវធ្វើការងារសប្តាហ៍នេះយើងឃើញរដ្ឋាភិបាលអត់មានការទទួលខុសត្រូវចំពោះទូនាទីរបស់ខ្លួនទេខ្ញុំឧទាហរណ៍ថាដូចសប្តាហ៍យើងឃើញពេលសង្គ្រាមខ្មែរថៃកើតឡើងរដ្ឋាភិបាលហាក់ដូចជាជីសេះលេងដៃគាត់យើងថាដោយរងហើយគាត់រុញឲ្យពលរដ្ឋហ្នឹងទៅទប់ទល់ជាមួយនឹងប្រទេសថៃដែលកំពុងឈ្លានពានប្រទេសកម្ពុជាមិនចឹងតែពិតរដ្ឋាភិបាលយ៉ាងណាយើងមានស្ថាប័នរៀបចំការបោះឆ្នោតមួយជ្រើសរើសអ្នកដឹកនាំប្រទេសជ្រើសរើសរដ្ឋាភិបាលមួយមកដឹកនាំប្រទេសអញ្ចឹងបាទប៉ុន្តែពេលមានបញ្ហាហើយពលរដ្ឋដែលខំបងពុនជ្រើសរើសរដ្ឋាភិបាលខំបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលពេលដែលមានបញ្ហាគេមកយកទឹកដីយើងវាទៅជាយើងហ្នឹងចេញការពារទឹកដីដោយខ្លួនឯងវាខ្វះអ្នកទទួលខុសត្រូវបាទហើយបើសិនជាយើងអ្នកសារព័ត៌មានអីអាជីពអីត្រឹមត្រូវប្រកាសជាយករឿងអស់ហ្នឹងមកជជែកដេញដោលសួរមិនបានឯងអត់បំពេញទូនាទីលុយរដ្ឋដែលខំបងពុនហើយជួនកាលដោយរឿងខ្លះទៅផ្សព្វផ្សាយប្រទេសប្រាស់ហើយអ្នកខ្លះលើកដំកើងដោយកូនក្មេងម្នាក់កុមារម្នាក់ដែលគាត់ទៅការពារដីធ្លីឪពុកម្ដាយរបស់គាត់កាន់ដំបងអីតតាំងជាមួយអាជ្ញាធរថៃជាការពិតកុមារគាត់ក្លាហានគាត់អង្គអាចគាត់អីមែនប៉ុន្តែសួរថារឿងត្រឹមត្រូវទេដែលយើងលើកដំកើងឲ្យពុកមកខ្លះចាត់ទៅគាត់អីទៅអ្នកការពារព្រំដែនលើកដំកើងគាត់បែបនេះតែប៉ុន្តែបើយើងមើលមែនតើជារឿងគ្រោះថ្នាក់ណាស់កូនក្មេងគាត់គួរតែនៅកន្លែងដែលមានសុវត្ថិភាពគាត់គួរតែកន្លែងគាត់ទទួលបានការអប់រំត្រឹមត្រូវមិនអញ្ចឹងហើយចុះបើសិនជាថៃវាយមែនតើផ្ទះមកកាភ្លៀងទៅមិនប្រកាសងាប់ហើយងាប់មិនទៅដូចខ្មោចឆ្កែតើជីវិតពលរដ្ឋយើងដែលយើងអត់ឲ្យតម្លៃអញ្ចឹងគាត់ទៅការពារដីធ្លីការពារទឹកដីរបស់ខ្មែរព្រោះទឹកដីទាំងអស់នេះគឺជាទឹកដីរបស់ជាតិទឹកដីរបស់ខ្មែរយើងទាំងមូលមិនអញ្ចឹងបងដល់ពេលដែលយើងឲ្យក្មេងទៅការពារដីធ្លីហើយយើងថាគាត់ជារបបហើយចុះក្រសួងការពារជាតិរដ្ឋាភិបាលទៅណាទៅណាបើមានសង្គ្រាមមែនទែនបើថៃវាយមែនទែនយើងមិនជីវិតរបស់គាត់យ៉ាងម៉េចទៅជីវិតកូនយើងកូនគេយ៉ាងម៉េចទៅវាគ្រោះថ្នាក់ណាស់បាទជារឿងគ្រោះថ្នាក់ណាស់អានេះខ្ញុំគិតថាដែលនៅពេលដែលយើងបាត់បង់សារព័ត៌មានយើងបាត់បង់ព័ត៌មានច្រើនយើងបាត់បង់ការជជែកវែកញែករកខុសរកត្រូវបាទដល់ហើយជួនកាលរឿងដែលមិនគូសោះគឺទៅជារឿងដែលវាគួរចាប់អារម្មណ៍នៅក្នុងសង្គមនឹងទៅវិញធ្វើឲ្យយើងវល់មែនតើបាទបំពុលគេហៅបំពុលអរគុណថៃបានលើកពីចំណាប់អារម្មណ៍ក្នុងរឿងហ្នឹងយើងដោយសារតែបញ្ហាហ្នឹងហើយបានហេតុអីបានខាងអង្គការប្រជាធិបតេយ្យខ្មែរចេះតែអញ្ជើញតែវាគ្មិនជាសារព័ត៌មានពីព្រោះព័ត៌មាននេះសំខាន់ណាស់វាជាចំណីសឹងដូចជាអាហារប្រចាំថ្ងៃរបស់មនុស្សចឹងខ្ញុំជឿជាក់ថាក្នុងកលៈទេសៈដែលបណ្ដាញសង្គមផលផុសនេះម្នាក់ក្រៅពីដំណេកមកទាញតែទូរស័ព្ទមកមើលតើព័ត៌មានយ៉ាងម៉េចខ្លះហើយវាប្រែប្រួលស្អីខ្លះហើយវាមានអីថ្មីណាវាមានចេះតែទន្ទឹងតែព័ត៌មានប៉ុន្តែអាផលលំបាកមួយទៀតដូចបងអូនថៃលើកមិញអញ្ចឹង
វាមិនដឹងថាតើតាមបានរបៀបម៉េចឥឡូវព័ត៌មានវាមានប្រភពមកវល់ធ្វើឲ្យពលរដ្ឋក្នុងការទទួលសិទ្ធិទទួលបានព័ត៌មានហ្នឹងវាមានភាពលំបាកកាន់តែខ្លាំងឡើងហើយក្នុងគណៈភាគីថៃមួយខាងទៀតនោះក៏គេបញ្ចេញនៅព័ត៌មានក៏ច្រើនដែរនៅក្នុងការតាមក្នុងកលៈទេសៈហ្នឹងហើយព័ត៌មានដែលគេបញ្ចេញគឺគេមានក្រុមគេហៅសារព័ត៌មានអន្តរជាតិល្បីៗទៅទៀតអញ្ចឹងមិនមែនជារឿងមួយដែលធម្មតាពេកទេក្នុងយុទ្ធសាស្ត្រក្នុងការប្រើប្រាស់នៅសង្គ្រាមព័ត៌មានហ្នឹងអញ្ចឹងវាជាការព្រួយបារម្ភថាយើងសម្បូរដែរខ្ញុំចាប់អារម្មណ៍មែនតើយើងមានព័ត៌មានសម្បូរដែរព័ត៌មានសម្បូរបែបព័ត៌មានលើកជើងព័ត៌មានអីព័ត៌មានដែលនិយាយការពិតត្រឹមត្រូវហើយជាការដែលជួយស្ថាបនាជួយកែលម្អហ្នឹងវាអត់មានទេព័ត៌មានប្រឆេះកំហឹងជាព័ត៌មានចោតប្រកាន់លើពួរធ្វើឲ្យមានបញ្ហាបែកបាក់ក្នុងចំណោមខ្មែរហ្នឹងវាសម្បូរទៅវិញបាទអាហ្នឹងហើយគឺដែលខ្ញុំថាគឺជាបញ្ហាហើយក្នុងរយៈពេលសង្គ្រាមប្រហែលថ្ងៃនេះខ្ញុំគិតថាយើងដឹងហើយលោកហ៊ុនម៉ាណែតផ្ទាល់គឺជាគេហៅអ្នកបង្កើតព័ត៌មានខ្លាំងៗហ្នឹងហ្មងជាអ្នកជាមេបដ ாய் គាត់ជាមេបង្កើតព័ត៌មានខ្លាំងៗគាត់មានក្រុមធីមរបស់គាត់ហ្នឹងគឺបង្កើតក្រុម MMO ដែលបង្កព័ត៌មានខ្លាំងៗហ្នឹងនៅពេលដែលមានបញ្ហាសង្គ្រាមយើងអត់មានព័ត៌មានបាត់ព័ត៌មានច្រើនមិនចឹងព័ត៌មានដែលយើងចង់ដឹងពីរឿងវិវត្តនៅក្នុងការច្បាំងគ្នានឹងបញ្ហាសុខទុក្ខរបស់ពលរដ្ឋបញ្ហាផលវិបាករបស់ពលរដ្ឋអីដែលយើងចង់ដឹងណាអត់មានលីយើងទៅមើលជួនកាលយើងទៅយកព័ត៌មានពីថៃទៅវិញថៃគេផ្សាយពេញលេញហ្មងផ្សាយគ្រប់ជ្រុងជ្រោយព្រោះដល់យើងអត់មានខ្ញុំឃើញថារដ្ឋាភិបាលខ្មែរធ្វើលោកហ៊ុនម៉ាណែតធ្វើនេះជោគជ័យមួយបាទគេហៅជោគជ័យទៅលើសមរភូមិសតិអារម្មណ៍របស់ពលរដ្ឋមិនទៅបានអញ្ចឹងពីព្រោះជោគជ័យហ្នឹងគឺថាពួក MMO ក្រុមកូនចៅរបស់លោកហ៊ុនម៉ាណែតហ្នឹងចាប់ផ្ដើមផ្សព្វផ្សាយប្រងព្រាតអូខ្មែរយើងខ្លាំងខ្មែរយើងច្បាំងឈ្នះហើយថាព័ត៌មានរដ្ឋាភិបាលដឹកនាំដោយសម្ដេចពុកសម្ដេចកូននឹងបកែណាស់ខ្លាំងណាស់ហើយយើងទៅយុទ្ធសាស្ត្រទៅដល់មុនអីយើងទៅគឺថាផ្សព្វផ្សាយយើងពលរដ្ឋខ្មែរជួនកាលគាត់អត់ដឹងគាត់ទុកចិត្តមកអូខ្លាំងមែនអីយ៉ាងទៅក្រោយសង្គ្រាមចប់បានយើងដឹងថាខ្មែរយើងរងផលប៉ះពាល់ធ្ងន់ជីវិតមនុស្សបាត់បង់ច្រើនផលប៉ះពាល់នោះដូចជាមិនទាន់មានផ្សាយឲ្យដឹងទេហើយខ្ញុំមើលឃើញក្នុងការតាមដានដូចជាថៃក៏តាមដានដូចគ្នាយើងមើលឃើញផលប៉ះពាល់ហ្នឹងគ្រាន់តែអ្នកបញ្ចេញមតិគ្រួសាររបស់កងទ័ពហើយនឹងបាទអ្នកដែលទៅផ្សាយផ្ទាល់អំពីផលប៉ះពាល់ពីទុកលំបាកហ្នឹងគឺទៅជាទទួលរងសម្ពាធទទួលរងការគំរាមកំហែងបំបត្តិព័ត៌មានបាទចំណុចហ្នឹងដែលថៃអាចបន្តទៀតថៃមើលឃើញរបៀបហ្នឹងថាតើអាហ្នឹងជាបញ្ហាមួយដែលមើលឃើញថាតើវាជាជោគជ័យជាលទ្ធផលឬក៏វាជាទុកលំបាកបន្តទៅទៀតបើសិនយើងអត់បើកនៅអាលំហព័ត៌មានហ្នឹងឲ្យអ្នកដែលរងគ្រោះពិតប្រាកដហ្នឹងធ្វើការបង្ហាញពីអ្វីដែលខ្លួនរងគ្រោះហ្នឹងបាទខ្ញុំគិតថាវាមានផលអាក្រក់ណាស់ហើយនៅពេលដែលយើងអត់មានសារព័ត៌មាននេះយើងចាញ់ប្រៀបថៃយើងបាត់ព័ត៌មានអីសពបែបយ៉ាងមានផលវិបាកនៅក្នុងសង្គមយើងខ្លាំងណាស់ហើយជាការបិទសិទ្ធិអីសពបែបយ៉ាងហ្នឹងខ្ញុំគិតថារដ្ឋាភិបាលលំមដល់ពេលហើយនៅក្នុងការបើកលំហសេរីភាពសារព័ត៌មានផ្ដល់ឲ្យពលរដ្ឋនឹងអាចនិយាយទៅហើយយកចិត្តទុកដាក់ដោះស្រាយបញ្ហាទៅកុំព្យាយាមលុបពីព្រោះបញ្ហាច្រើនណាស់អត់អាចកប់លុបជន់បានទេអត់អាចលុបបានទេបញ្ហារបស់ហ្នឹងវានៅតែមានអញ្ចឹងហើយថ្ងៃក្រោយវានៅពេលដែលយើងបិទឲ្យរឿងអយុត្តិធម៌វាចិត្តទៅកើតឡើងឥឡូវឧទាហរណ៍ថាប្រហែលថ្ងៃមុនយើងឃើញសារព័ត៌មានមួយចំនួនវិទ្យុបារាំងហ្នឹងបានចុះផ្សាយពាក់ព័ន្ធទៅនឹងគ្រូសារបស់កងទ័ពមួយដែលគាត់បាត់បង់ប្តីរបស់គាត់ទៅធ្វើជាទាហានជួរមុខហ្នឹងអត់ទាន់ឃើញតំណែងអីមកវិញអីអញ្ចឹងទៅគាត់និយាយជាមួយអ្នកសារព័ត៌មានទៅជាគម្រាមកំហែងទីបំផុតព័ត៌មានក៏អាចក៏បានដកពួកអត្ថបទចុះផ្សាយហ្នឹងទៅបាទដូច្នេះរឿងហ្នឹងអត់ចេញមកបកស្រាយច្បាស់លាស់ថាតើគាត់យ៉ាងម៉េចរឿងវាយ៉ាងម៉េចគាត់ហ្នឹងហើយបាទអត់មានទៅជារឿងបដិសេធទៅចោលប្រកាន់ពីគម្រាមកំហែងទៅវិញអានេះដែលធ្វើយើងរត់ទឹកចិត្តឲ្យរដ្ឋាភិបាលបដិសេធទៅរហូតដល់កន្លងមកយើងឃើញបាទរឿងគេចាប់កងទ័ព18នាក់បាទរដ្ឋាភិបាលថាអត់នេះដំបូងខ្លាំងមិនចឹង20នាក់បាទ100មកបាទចុងក្រោយបានទទួលស្គាល់ថាអូពិតជាមានការចាប់នៅថៃនឹងចាប់កងទ័ពខ្មែរយើងទៅមែនអានោះជាយុទ្ធសាស្ត្រអីចឹងទៅក្រោយមកទៀតមានការចុះផ្សាយថាឧត្តមសេនីយ៍ម្នាក់បាត់បង់ជីវិតពលីនៅក្នុងសមរភូមិនឹងក៏បដិសេធដែរចុងក្រោយបានបញ្ចេញមកយ៉ាងទៅគឺឧត្តមសេនីយ៍ឌួងសំនៀងអញ្ចឹងបាទគាត់បាននេះទៅដូច្នេះការបាត់បង់បិទព័ត៌មានច្រើនណាស់ហើយអ្វីដែលរដ្ឋាភិបាលធ្វើនេះគឺគាត់ខ្លាចបាក់មុខអាម៉ាស់ខ្លាចមិនបានអ៊ូតអីចឹងទៅដូច្នេះចង់អ៊ូតចង់បង្ហាញតែខ្លួនខ្លាំងខ្លួនអស្ចារ្យបាទអញ្ចឹងទៅដែលធ្វើឲ្យមានបញ្ហាហើយ
ដូចខ្ញុំនិយាយចឹងថាវាមានផលប៉ះពាល់ដល់សង្គមយើងធ្ងន់ធ្ងរណាស់ដែលអត់មានសារព័ត៌មានហ្នឹងពីព្រោះហើយអ្នកដែលរងគ្រោះគឺទាំងអស់គ្នាជាពិសេសគឺពលរដ្ឋតែម្ដងបាទពួកអ្នកសារព័ត៌មានដែលឯករាជ្យដែលមានវិជ្ជាជីវៈហ្នឹងគាត់អាចចង់ទៅធ្វើការបានសេរីណាបងឥឡូវនេះយើងឃើញសង្គមយើងអាក្រក់មែនទែនហ្នឹងដូចខ្ញុំថាអញ្ចឹងនៅពេលដែលគ្រូសាកងទ័ពគាត់បាត់បង់ជីវិតគាត់ខំទៅការពារជាតិហើយគេអត់ជួយគាត់គេគម្រាមគាត់ទេតើរងផលប៉ះពាល់ប៉ុណ្ណាអាប្តីក៏បាត់បង់អាការគម្រាមហ្នឹងប៉ះពាល់ផ្លូវចិត្តធ្ងន់ធ្ងរណាស់រងគ្រោះធ្ងន់ធ្ងរណាស់ហើយបើសិនជាកងគាត់បាក់ទឹកចិត្តគាត់លេងចូលរួមការពារជាតិតើយ៉ាងម៉េចអាហ្នឹងផលប៉ះពាល់ធ្ងន់ធ្ងរណាស់បាទហើយតើវាមានប្រយោជន៍អីទេនៅក្នុងការបាត់បង់អត់មានសោះយើងមានតែគូចូលរួមនេះជួយគាត់ជួយលើកទឹកចិត្តគាត់ជ្រោមជ្រែងគាត់ត្រឹមត្រូវហើយគួរតែស្វែងរកអ្នកដែលគាត់ផលប៉ះពាល់នឹងអ្នកណាខ្លះឲ្យមករកប្រកាសជាសាធារណៈមកថាអ្នកណារងគ្រោះដោយបញ្ហាអីត្រូវមកជួបមួយស្ថាប័នណាឧទាហរណ៍ក្រសួងការពារជាតិមានក្រុមមួយដើម្បីធ្វើការជួយទៅដល់ក្រុមគ្រួសារនឹងទៅអញ្ចឹងហើយយើងកាលណាក្រុមគ្រួសារកងទ័ពគាត់បានទទួលនៅអ្វីដែលជាការប៉ះបើខូចខាតទៅលើក្រុមគ្រួសារគាត់ច្បាស់ជាសប្បាយចិត្តហើយអ្នកដែលគាត់កំពុងធ្វើកិច្ចការងារការពារជាតិគាត់មានទឹកចិត្តដែរគាត់លើកទឹកចិត្តគាត់រត់តែប្រឹងតែគាត់អត់សោកស្ដាយអ្វីនឹងលះបង់ដើម្បីជាតិនេះតាមដែលបងមើលក្នុងរឿងហ្នឹងណាបាទផលប៉ះពាល់នោះវាច្រើនហើយយូរទៅពលរដ្ឋយើងដែលខិតខំធ្វើដើម្បីសង្គមដើម្បីជាតិឯហ្នឹងទៅជាលេងមានតម្លៃរដ្ឋាភិបាលលេងឲ្យតម្លៃអីចឹងទៅបិទព័ត៌មានហ្នឹងស្លាប់ចោលយើងមើលមិនស្មានសាស្ត្រហើយអាទាំងអស់នោះផលប៉ះពាល់ណាស់យើងបានខ្ញុំថាការដើរតួនាទីរបស់អ្នកសារព័ត៌មានហ្នឹងគឺមានតម្លៃហើយសំខាន់មែនទែនมันអាចខ្វះបាននៅក្នុងសង្គមមួយបើសង្គមនឹងលេងមានហើយមូលដ្ឋានគ្រឹះរបស់ប្រជាធិបតេយ្យហើយលើសិទ្ធិមនុស្សទាំងអស់គឺអត់បានទេដូច្នេះសារព័ត៌មានសេរីភាពសារព័ត៌មានគឺជាឫសគល់ដ៏សំខាន់បំផុតដែលធ្វើឲ្យប្រជាធិបតេយ្យសិទ្ធិមនុស្សធ្វើឲ្យសង្គមនឹងមានតម្លាភាពនិងយុត្តិធម៌នោះវាប្រម៉ូទវាលើកកម្ពស់ឡើងបាទហើយដូចយើងអត់មានដូចរងថ្ងៃខ្ញុំឃើញពីមុនសកម្មជននយោបាយសកម្មជនគណៈបកប្រឆាំងដែលគាត់រងធ្វើទុកបុកម្នេញនៅពេលដែលកន្លងមកយើងឃើញនៅពេលដែលសារព័ត៌មានមានសេរីភាពត្រូវយើងចុះផ្សាយនៅពេលដែលអាជ្ញាធរទៅចាប់ខ្លួនពួកគាត់គេសារឯករាជ្យអស់គេចុះផ្សាយរកខុសត្រូវតែគាត់ជាសកម្មជននយោបាយគាត់និយាយខុសអីត្រូវអីមិនអញ្ចឹងយើងវេញញែកទៅដើម្បីឲ្យសាធារណជនគាត់មានតម្លៃទៅលើនេះបាទអាជ្ញាធរគាត់ចាប់សកម្មជនគាត់ពិតជាខុសច្បាប់ណាការចាប់នឹងមិនអីទេប៉ុន្តែបើសិនជាការចាប់នឹងជាការគម្រាមកំហែងជាការធ្វើទុកបុកម្នេញទៅលើអ្នកប្រឆាំងអាហ្នឹងសាធារណជនរិះគន់យើងទៅសារព័ត៌មានចុះផ្សាយរដ្ឋាភិបាលត្រូវដោះលែងវិញបាទឥឡូវនេះយើងមើលការចាប់សកម្មជននយោបាយបកប្រឆាំងបាត់ជើងដូចចាប់ឆ្កែមួយដូចចាប់ឆ្កែមួយក្បាលវាអត់មានន័យអីសោះហើយយើងមកជីវិតមនុស្សយកគ្រូសាគេទៅដាក់គុកដោយសារគេគាត់និយាយមួយម៉ាត់ពីរឿងជាតិរបស់គេដែរណាគេស្រឡាញ់ជាតិរបស់គេដែរណាបាទយើងចាប់គេទៅដាក់គុកមិនឲ្យគ្រូសាគេដឹងបាត់ខ្លួនអីអញ្ចឹងទៅអត់យកមកជជែកវែកញែកផ្លូវច្បាប់នោះទៅខុសឬក៏ត្រូវហើយជាមនុស្សមកបុគ្គលម្នាក់ក៏ដោយវាជាតម្លៃបុគ្គលហើយស្រុកយើងវាទម្លាប់អាក្រក់មួយជួនកាលរឿងផលប៉ះពាល់ទៅលើមនុស្សម្នាក់ខ្ញុំឃើញគេអត់សូវឲ្យតម្លៃទៅប៉ះគ្នារាប់រយនាក់អីទៅតែពិតមនុស្សម្នាក់ហ្នឹងក៏ជាមនុស្សដែរបុគ្គលម្នាក់ហ្នឹងក៏ជាមនុស្សដែរគេមានតម្លៃរបស់គេដែរទោះបីត្រឹមត្រូវបាទអាហ្នឹងដែលខ្ញុំឃើញសប្តាហ៍កើតឡើងរឿងផលប៉ះពាល់ម្នាក់ហ្នឹងគេលេងយកមកជជែកដែរបាទថ្មីខ្ញុំឃើញគាត់ថ្នាក់ដឹកនាំគណៈបកកម្លាំងជាតិម្នាក់នៅខាងខេត្តពេទ្យខាងលិចហ្នឹងដែលគេបានដាក់ខ្លួនហ្នឹងទៅដូចជាឈ្មោះអីទេខ្ញុំភ្លេចឈ្មោះបាទជាសឹងហៀងបាទលោកសឹងហៀងគេចាប់ខ្លួនគាត់អីចឹងទៅគាត់ comment អីលើ Facebook រឿងប្រទេសជាតិអីចឹងទៅចាប់គាត់ទៅហើយអត់មានអ្នកណាជជែកវិញងាយអីកសែតក្នុងស្រុកអីសពថ្ងៃនេះក៏អត់មានផ្សាយដែរដូចខ្ញុំថាអញ្ចឹងយូរទៅចាប់មនុស្សអ្នកដែលគេស្រឡាញ់ជាតិរបស់គេគាត់និយាយចាប់ដូចចាប់ឆ្កែមួយអត់ស្ងាត់ឲ្យឈឹងចាប់ឥឡូវដាក់គុកបាត់20មិនមែនទៅឆ្នាំទេតើវាអយុធធម៌ប៉ុណ្ណាដូច្នេះវាអត់មានអ្នកកសែតអេក្រិចហ្នឹងគឺអញ្ចឹងវាអត់មានអ្នកតាមដានអត់មានអ្នកឃ្លាំមើលទៅលើបញ្ហាដែលកើតឡើងក្នុងសង្គមហ្នឹងរដ្ឋាភិបាលធ្វើខុសអីក៏លេងមានអ្នកនិយាយដែរឥឡូវនេះមានដូចថៃលើកខាងដើមអញ្ចឹងគឺបើថាហែហមទៅលើកនិយាយលើកជើងនិយាយសរសើរអីអាហ្នឹងបានប៉ុន្តែរិះគន់គឺមានបញ្ហាបាទអញ្ចឹងហើយបាន podcast យើងក៏ជាផ្នែកមួយដែលយើងឃើញរឿងជាតិខ្លះដែលអ្នកខាងក្នុងគាត់មិនអាចនិយាយបានអញ្ចឹងយើងមើលឃើញយើងខាងក្រៅយើងនិយាយក្នុងន័យអីដើម្បីអីណាដើម្បីគឺយកផលប្រយោជន៍ជាតិនឹងហើយអញ្ចឹងការនិយាយនេះវាជារឿងមួយសូមឲ្យពិចារណាពីព្រោះថាប្រជាជាតិមួយខ្លាំងមិនមែនខ្លាំងតែឯងខ្លាំងតែក្រុមមួយទេ
vì thời khăn chập rômទាំងពលរដ្ឋក៏ត្រូវតែមានសិទ្ធិសេរីភាពគ្រប់គ្រាន់មានជីវភាពល្អប្រសើរមានភាពរឹងមាំនៅក្នុងទាំងគ្រួសាររឹងមាំបានសង្គមល្អសង្គមរឹងមាំបានប្រទេសជាតិមួយរឹងមាំខ្លាំងតទល់មួយគេបានចុះបើសិនជាយើងចាប់រាប់ពីបុគ្គលម្នាក់ត្រូវបាត់បង់សិទ្ធិសេរីភាពបាត់គេហៅសេចក្តីថ្លៃថ្នូរអញ្ចឹងពាក្យតែសិទ្ធិមនុស្សគឺគេចង់សំដៅទៅលើសេចក្តីថ្លៃថ្នូររបស់មនុស្សហើយមនុស្សគេថាកើតមកវាមានសិទ្ធិនឹងពីកំណើតមានសេចក្តីថ្លៃថ្នូរពីកំណើតมันអាចឲ្យគេប្រមាថទៅជាសត្វជាធាតុអីយកទៅធ្វើទរណកម្មផ្លូវចិត្តផ្លូវកាយបានទេអាហ្នឹងខាងសិទ្ធិមនុស្សគេការពារអញ្ចឹងប៉ុន្តែគេការពារអញ្ចឹងគេមិនមែនថាការពារតែបុគ្គលម្នាក់ទេគឺគេការពារគ្រប់រូបទាំងអស់ប៉ុន្តែដល់ពេលកាលណាមេដឹកនាំអត់ខ្វល់ពីសិទ្ធិរបស់គេសិទ្ធិសេរីភាពរបស់មនុស្សអាហ្នឹងហើយវាធ្វើឲ្យបញ្ហាហ្នឹងចេះតែរំលោភបំពីហ្នឹងពីម្ដងហើយម្ដងទៀតអញ្ចឹងទៅបាទvì đây Australia ấy maintainមនុស្សគ្រប់គ្នាមានសិទ្ធិស្មើគ្នាបាទមានសិទ្ធិស្មើគ្នាទៅពីការទៅខ្វាក់ខ្វិនកោថ្លង់ក៏មានសិទ្ធិសេរីភាពស្មើគ្នាមិនអាចទៅបំពេញទៅធ្វើបាបគេបានទេម្នាក់ក៏ដោយពីរនាក់ក៏ដោយគឺគេត្រូវការលើកកម្ពស់ឲ្យគោរពគ្នាទៅវិញទៅមកដើម្បីឲ្យសង្គមនោះវាមានការរស់នៅដោយសុខរមនាជាមួយគ្នាពួកយើងមិនធ្វើបាបម្នាក់ណាធ្វើបាបគេច្រើនគ្នាឲ្យគេរិះគន់នឹងធ្វើបាបទាំងអស់បាទវាធ្វើឲ្យសង្គមហ្នឹងមិនអាចរស់នៅដោយសុខរមនាដល់ហើយសង្គមហ្នឹងវាអត់មានសន្តិភាពពិតប្រាកដទេវាគ្រោះថ្នាក់មកមិនអញ្ចឹងទៅធ្វើបាបគេច្រើនពេកទៅបាទទៅនៅរឿងសេរីភាពសារព័ត៌មាននេះបងជាអ្នកសិទ្ធិមនុស្សស្រាប់បងប្រកាសជាបានជ្រាបហើយរឿងសិទ្ធិពលរដ្ឋគ្រប់គ្នាត្រូវទទួលបានសិទ្ធិព័ត៌មានចុះបងយល់ឡើងមិនដែរផលប៉ះពាល់ដល់ពលរដ្ឋដែលគាត់បាក់សិទ្ធិទទួលបានព័ត៌មានវិញវាដូចដែលអូនលើកកណ្ដាលខុសគ្នាក្នុងការឃើញវិទ្យាគ្រឹះរបស់ប្រទេសជាតិពលរដ្ឋនឹងគឺខ្វះព័ត៌មានពិតដើម្បីយកមកគិតត្រេះរិះពិចារណាតើគាត់សម្រេចចិត្តយ៉ាងម៉េចក្នុងរឿងរស់នៅឧទាហរណ៍នៅរឿងបញ្ហាព្រំដែនអញ្ចឹងគាត់នៅស្ទាក់ស្ទើរឧទាហរណ៍គាត់ចង់បង្កើតនៅការងារបង្កើតនៅមុខរបរឬក៏ផ្លាស់ប្ដូរទីលំនៅឬក៏រស់នៅក្នុងការភ័យខ្លាចមិនដឹងជាសង្គ្រាមនឹងវាចប់ឬក៏បន្តទៅមុខទៀតវាយ៉ាងម៉េចវាអត់ច្បាស់លាស់អញ្ចឹងផលប៉ះពាល់ហ្នឹងគឺវាធ្ងន់ធ្ងរបើសិនជាអត់មានការផ្ដល់ព័ត៌មានជាក់លាក់ទេធ្វើឲ្យមនុស្សម្នាក់រស់នៅក្នុងក្តីស្មើស្មៃបាទវាអត់មានភាពការសម្រេចចិត្តមួយដោយប្រកបវិជ្ជាជាក់ច្បាស់លាស់បាទអញ្ចឹងទៅវាធ្វើឲ្យប៉ះពាល់ទៅដល់ការរស់នៅទាំងអស់គ្នានឹងហើយសេរីភាពផ្សេងៗគឺធ្វើឲ្យមានភាពបាត់បង់អញ្ចឹងឥឡូវយើងដូចជាទៅជែកច្រើនហើយខ្ញុំមើលទៅដូចថាពេលវេលានេះយើងចាប់ផ្ដើមត្រឹមប៉ុណ្ណឹងហើយសង្ឃឹមថាឱកាសក្រោយយើងនឹងមានពេលអញ្ចឹងមុននឹងចប់តើថៃមានស្អីដើម្បីទៅជែកនិយាយនៅក្នុងរឿងសារព័ត៌មានហ្នឹងក៏ដូចជាបញ្ហាផ្សេងដែលថៃតើបានលើកឡើងហ្នឹងហើយបងខ្ញុំគិតថាយើងគ្រប់គ្នាគូតែចូលរួមគ្រប់គ្រងការពារទៅលើសេរីភាពសារព័ត៌មាននេះហើយលើកកម្ពស់អ្នកដែលគាត់ធ្វើការងារផ្នែកសារព័ត៌មាននេះខ្ញុំគិតថាគួរតែលើកកម្ពស់សិទ្ធិពួកគាត់ឲ្យរដ្ឋាភិបាលគួរតែដល់ពេលក្នុងការបើកលំហសេរីភាពឲ្យអ្នកសារព័ត៌មានគ្រប់រូបហ្នឹងបំពេញការងាររបស់ខ្លួនដោយគ្មានការភ័យខ្លាចធ្វើការងារដោយសេរីទៅតាមពិតរដ្ឋាភិបាលខ្លួនឯងដឹងហើយនៅពេលដែលមានបញ្ហាសង្គ្រាមនេះយើងបានកំទេចកំចាត់កំចាយអ្នកសារព័ត៌មានឯករាជ្យអ្នកសារព័ត៌មានអាជីពត្រឹមត្រូវហ្នឹងអស់លីងដល់ពេលហើយទីបំផុតខ្លួនឯងទីបំផុតអត់មានអ្នកសារព័ត៌មានណាដែលបានជួយផ្សព្វផ្សាយអំពីបញ្ហាដែលកើតឡើងនៅក្នុងប្រទេសកម្ពុជាឲ្យពិភពលោកបានដឹងទេទីបំផុតរដ្ឋាភិបាលធ្ងោថាខ្វះការយកព័ត៌មានអំពីបញ្ហាស្រុកខ្មែរឃើញតែយកពីថៃវិញទេដូច្នេះហើយយើងរដ្ឋាភិបាលចាប់ផ្ដើមយល់ថាមានផលវិបាកណាស់នៅពេលដែលពិភពលោកអត់បានស្គាល់អត់បានយល់អំពីបញ្ហាប្រទេសកម្ពុជាដែលជាអ្នករងគ្រោះពិតប្រាកដពីការផ្សេងពីរបស់ប្រទេសថៃនោះដូច្នេះរដ្ឋាភិបាលឆ្លងកាត់រឿងរ៉ាវនេះខ្ញុំគិតថាគូតែកុំខ្លាចការរិះគន់បាទកុំខ្លាចការរិះគន់គូតែបើកសេរីភាពឲ្យគេអាចនិយាយបានទៅព្រោះជាសុខទេសរបស់គេដែរមិនមែនគេស្រឡាញ់ហើយគ្មានខ្មែរណាដែលក្បត់ជាតិគ្មានខ្មែរណាដែលមិនស្រឡាញ់ជាតិទេយើងអ្នកនៅស្រុកក្រៅនេះខ្ញុំជឿថាអ្នកខ្លះខិតខំសម្បត្តិណាស់ដើម្បីចង់ឲ្យស្រុកទេសយើងមានការអភិវឌ្ឍបានត្រឹមត្រូវរីកចម្រើនត្រឹមត្រូវបាទយើងអ្នកខ្លះដេកសម្រក់ទឹកភ្នែកមិនចឹងឃើញស្រុកទេសយើងរងការឈ្លានពានឃើញអីបែបនេះបាទដូច្នេះខ្ញុំគិតថាប្រឈប់ទៅអាការយកខ្មែរឯងជាសត្រូវការតាមចាប់តាមធ្វើបាបខ្មែរឯងកំទេចកំទីខ្មែរឯងនេះគឺជារឿងដែលអាក្រក់មែនទែនហើយយើងដែលគ្រោះថ្នាក់សម្រាប់ជាតិយើងទៅវិញទេបាទដូច្នេះខ្ញុំសម្រាប់ខ្ញុំគិតថាពលរដ្ឋក៏ដោយពលរដ្ឋក៏មានទូនាទីសំខាន់ដែរក្នុងការជួយជំរុញ
គ្នាឲ្យរដ្ឋាភិបាលហ្នឹងបើកលំហសេរីភាពដែរព្រោះពលរដ្ឋក៏ជាអ្នករងគ្រោះផ្ទាល់ដែរបើសិនជាអត់មានអ្នកតាមដានអ្នកឃ្លាំមើលអីអញ្ចឹងបាទប៉ុន្តែរឿងមួយទៀតថៃលើកមិញបងចាប់អារម្មណ៍រឿងដែលថាយើងឃើញមានដែលថាក្រម MMO ហ្នឹងបំពុលធ្វើឲ្យពលរដ្ឋហ្នឹងពលនឹងអាព័ត៌មានដែលខ្លួនបង្កើតឡើងបាទទាំងរលុយផងទាំងធ្វើឲ្យបញ្ហាដល់ពលរដ្ឋផងប៉ះពាល់អារម្មណ៍ប៉ះពាល់ផ្លូវចិត្តការទទួលបានការអប់រំផ្សេងៗវាដូចជាផ្ទុយជាច្រើនអញ្ចឹងអាចចំណុចហ្នឹងតើគួរមានវិធានការទេឬក៏ទុកឲ្យធ្វើអញ្ចឹងដើម្បីឲ្យស្ថាប័នដែលគេមានគេហៅវិជាជីវៈពិតប្រាកដដើម្បីឲ្យពលរដ្ឋបានពិចារណាឬក៏ចិត្តថារកទុកអញ្ចឹងទៅខ្ញុំគិតថានៅពេលដែលយើងលើកកម្ពស់អ្នកសារព័ត៌មានអាជីពឯករាជ្យពិតប្រាកដឲ្យគាត់ធ្វើការងាររបស់គាត់ពេលនឹងឯងអ្នកដែលធ្វើព័ត៌មានខ្លាំងៗហ្នឹងគឺបាត់តែឯងពេលដែលបាទរលកនៅពេលដែលគាត់ផ្សាយមិនត្រឹមត្រូវពលរដ្ឋលេងទុកចិត្តហើយយ៉ាងទីខំគ្រប់គ្រងគាត់បាត់អាជីពគាត់ពីនេះប៉ុណ្ណានៅពេលដែលយើងផ្សាយព័ត៌មានត្រឹមត្រូវគេងាកមកគ្រប់គ្រងហើយដូច្នេះគាត់ចាប់ផ្ដើមធ្វើរឿងត្រឹមត្រូវហើយមិនបាច់ទៅនេះទេបាច់ប្រើវិធានការឲ្យមហាជនកាត់សេចក្តីចឹងកាត់សេចក្តីទៅបាទពីព្រោះជនការគាត់អត់មានអាជីពអីគាត់និយាយអីរឿងបាត់ពីមកអីមិនអីទេអាហ្នឹងជារឿងធម្មតាទេនៅក្នុងសង្គមប្រជាធិបតេយ្យណាបាទដូច្នេះខ្ញុំគិតថារដ្ឋាភិបាលគួរតែលើកកម្ពស់ហ្នឹងគឺនៅពេលដែលយើងមានអ្នកនិយាយការពិតទៅវាល្អហើយបាទវាមានអីទេសង្គមហ្នឹងអូខេអរគុណច្រើនអូនថៃដែលផ្ដល់ពេលវេលាសម្រាប់កម្មវិធី podcast ភាគ2របស់ខាងអង្គការប្រជាធិបតេយ្យខ្មែរហើយក៏យើងរំពឹងថាថ្ងៃក្រោយយើងនឹងមានស្អីដែលអាចជជែកគ្នាទៀតណាអញ្ចឹងសង្ឃឹមថាថៃនឹងផ្ដល់កិត្តិយសមកដល់ខាងpodcastយើងបន្តទៀតតែមិនដឹងថាភាគទីប្រហែលទេហើយភាគទី3យើងក៏មិនទាន់ដឹងថាតើមានវាគ្មិនរូបណាឬក៏ប្រធានបទអីដែរបើសិនជាលោកអ្នកនាងបងប្អូនដែលកំពុងតាមដាននៅលើវីដេអូផ្សាយផ្ទាល់ podcast នេះអាចដាក់នៅក្នុង comment ឬក៏ឆាតមកផ្ទាល់ក៏បានដើម្បីឲ្យយើងនឹងលើកយកមកប្រធានបទទៅចែកនៅក្នុងសប្តាហ៍បន្តទៀតអញ្ចឹងទាំងខ្ញុំហើយនិងក្រុមការងារទាំងអ្នកបច្ចេកទេសហើយនិងបងប្អូនថៃអញ្ចឹងសូមគោរពជម្រាបលាហើយសូមជូនពរនៅសំណាងល្អនិងសុខភាពល្អទាំងអស់គ្នាបាទសូមជម្រាបលា